បាទរស្មីត្រីនាងប្រុសមេបជាការកងកិត្តិយសសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញដល់របស់អេដាមនាដាមស្នេហ៍អគ្គមេបជាការនៃកងយុទ្ធពលខេមរៈភូមិន្ទពិធីបើកពាក់បណ្ដុះបណ្ដាលពិសិដ្ឋបញ្ញាបត្រយោធាចំនួនទី3និងពាក់បណ្ដុះបណ្ដាលមេធានបឋមចំនួនទី1បានរៀបចំរួចខ្ញុំបាទមានកិត្តិយសសូមក្រុមជើញអេដាមត្រួតបុលនិងគុណស្ថាបនិកឯកនិងប្រតិបត្តិការនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញសូមគោរពគណៈធិបតីជាទីគោរពសូមគោរពអេដាមមេដាមសេនីយ៍អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទជាទីគោរពដ៏ខ្ពស់អេដាមអរលោកស្រីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ជាទីគោរពនាយទាហានយោធាចារកម្មសិក្សាការីទាំងអស់ជាទីស្នេហាថ្ងៃនេះវិទ្យាឋាននាយទាហានចម្រុះនៃអគ្គវិទ្យាការដ្ឋានមានមហាកិត្តិយសដ៏ធំធេងបានអនុញ្ញាតថ្នាក់លើដើម្បីរៀបចំប្រពៃពិធីបើកវគ្គបណ្ដុះបណ្ដាលនាយទាហានថ្នាក់បរិញ្ញាបត្រភាសាចិនចំនួនទី3និងវគ្គបណ្ដុះបណ្ដាលនាយទាហានបឋមចំនួនទី1ដោយពិធីនេះមានមហាកិត្តិយសបានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់អេដាមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទនិងឯកឧត្តមអស់លោកថ្នាក់ដឹកនាំស្ថាប័នក្រសួងការពារជាតិថ្នាក់ដឹកនាំអគ្គបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការរងលោកស្រីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ញ៉ាំងឲ្យពិធីនេះមានភាពអធិកអធមជាទីបំផុតគណៈអធិបតីជាទីគោរពញាតិកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ជាទីស្នេហាតាំងមានថ្នាក់ដឹកនាំវិទ្យាឋាននាយទាហានចម្រុះខ្ញុំសូមធ្វើសេចក្តីរាយការណ៍ជូនគណៈអធិបតីនិងវគ្គបណ្ដុះបណ្ដាលនាយទាហានបឋមចំនួនទី1ដែលបានរៀបចំប្រពៃពិធីដ៏មានសារៈសំខាន់នេះទេក្នុងឱកាសដ៏រំលងនេះខ្ញុំសូមនាំមកនូវការសាកសួរសុខទុក្ខនិងលោកជាប្រតិព្រមទាំងអាដាមនាយរដ្ឋមន្ត្រីទីសហាឧបនាយករដ្ឋមន្ត្រីការពារជាតិទូតចំពោះថ្នាក់ដឹកនាំយោធាចារនាយទាហានរងពលទាហាននិងសកម្មជនទាំងអស់ដែលបានកំពុងបេសកកម្មក្នុងការសិក្សារៀនសូត្ររួមចំណែកកសាងទុនធានមនុស្សនៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទឲ្យមានការរីកចម្រើនជំនុំវាយតម្លៃខ្ពស់ចំពោះវិជាខាងនាយទាហានចម្រុះដែលបានសហការជាមួយពិធីមិត្តចិនទីចាត់ការធ្វើក្រសួងអប់រំយុវជននិងកីឡាព្រមទាំងបណ្ដាស្ថាប័នពាក់ព័ន្ធនៅក្នុងការរៀបចំឯកសារកម្មវិធីសិក្សាសម្ភារៈឧបទេសសិក្សាសម្រាប់បណ្ដុះបណ្ដាលវគ្គតាំងពីថ្នាក់លើដល់អនុវត្តទៅតាមផែនការកំណត់ក្នុងបន្ទុកការកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំយោធាចារនាយទាហានរងពលទាហានទាំងអស់នៃវិជាខាងនាយទាហានចម្រុះនិងអនុវត្តយោធានៃកងទ័ពរបស់ប្រជាជនចិនប្រចាំនៅប្រទេសជាណាចក្រកម្ពុជាដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអបថំគ្រប់គ្រងទាំងការការល្អការបណ្ដុះបណ្ដាលនាយទាហានវ័យក្មេងសម្រាប់បន្តវេនឲ្យមានសមត្ថភាពគ្រប់គ្រាន់ស្របទៅតាមយុទ្ធតំបន់នៃសកលខ្ញុំក៏សូមយកចិត្តទុកដាក់ថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបករដ្ឋនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន
ដែលជារាជការតែតែបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតីសម្ភារៈនិងថាវិការយ៉ាងច្រើនសម្រាប់សង្គមអធិការនីទៅដល់កម្ពុជាដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ននេះនេះដឹងគុណថាផ្នឹកអ្នកទេឯងនឹងប្រតិបត្តិការនយោបាយឈ្នះតែនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញសូមគោរពអាដាមនាយនាំស្នេហ៍អគ្គមេបញ្ជាការនៃកងយុទ្ធពលគណៈភូមិន្ទជាទីគោរពដ៏ពងពោះសូមគោរពអាដាមអស់លោកnhiềuកិត្តិយសជាតិអន្តរជាតិនិងអង្គពិធីទាំងមូលជាទីស្នេហាខ្ញុំបាទតំណាងឲ្យគិតថាការវគ្គបញ្ញាបត្រភាសាចិនចំនួនទី3និងវគ្គបណ្ដុះបណ្ដាលនីតិវិទ្យាបឋមចំនួនទី1មានសេចក្តីរំភើបនិងសោមនស្សរីករាយក្រោយពីបានស្ដាប់យ៉ាងយកចិត្តទុកដាក់នៅប្រសាសន៍ផ្ដាំផ្ញើដ៏មានតម្លៃនិងអត្ថន័យយ៉ាងជ្រាលជ្រៅរបស់អាដាមនាយរដ្ឋមន្ត្រីអគ្គមេបញ្ជាការនៃកងយុទ្ធពលគណៈភូមិន្ទខ្ញុំបាទមានកិត្តិយសតំណាងឲ្យស្ថានភាពវគ្គបញ្ញាបត្រភាសាចិនចំនួនទី3និងវគ្គបណ្ដុះបណ្ដាលនីតិវិទ្យាបឋមចំនួនទី1សូមតាំងចិត្តនិងបដិញ្ញាចំពោះទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានិងគណៈអធិបតីដូចតទៅឯជាវត្តមានដ៏ពងពោះរបស់ឯកឧត្តមគណៈអធិបតីញៀនជាតិអន្តរជាតិដែលបានឆ្លៀតឱកាសដ៏មមាញឹកនិងមានតម្លៃអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបញ្ញាបត្រភាសាចិនចំនួនទី3និងវគ្គបណ្ដុះបណ្ដាលនីតិវិទ្យាបឋមចំនួនទី1នៅថ្ងៃនេះសូមគោរពជូនពរអាដាមអស់លោកញាជាតិអន្តរជាតិទាំងអស់សូមប្រកបដោយពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លានឡើយសូមអរគុណ